วุฒิបច្ចាយនោចត្តារោធម្មីធរគឺពុទ្ធមង្គលពោទាំងឡាយមាន4ប្រការទី1អាយុការបរិបូរទៅដោយព្រះជន្មាទីខៀយុយឺនយូរពីវណ្ណៈការបរិបូរទៅដោយពរសម្បុរកាយស្រស់ផូរផង់ល្អ3សុខៈការបរិបូរទៅដោយសេចក្តីសុខទី4ពលៈការបរិបូរទៅដោយកម្លាំងបណ្ដាពុទ្ធមង្គលពោទាំងឡាយ4ប្រការនេះវត្តហន្តោចូលចម្រុងចម្រើនកើតមានដល់ម្ចាស់ទានាធិបតីសម័យអ្នកផ្ដើមទានប្រធានអ្នកផ្ដើមនៅកម្មវិធីបុណ្យនឹងកើតមានដល់អស់លោកសាធុសប្បុរសពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលបានអញ្ជើញមកអំពីទីចិត្តឬក៏ទីឆ្ងាយបានមកប្រជុំសន្និបាតគ្នានៅនាឱកាសនេះព្រោះដើម្បីត្រង់ត្រាប់ស្ដាប់យកនៅរសនៃព្រះសទ្ធម្មវិសេសទេសនាអាត្មាភាពបានទទួលភរៈភ្នាក់ងារជាអង្គធម្មកតិកាចារ្យដោយមានការអរតនានិមន្តអំពីសំណាក់លោកអ្នកម្ចាស់ទានប្រធានផ្ដើមនៅកម្មវិធីបុណ្យបានអរតនានិមន្តដើម្បីមកប្រទាននៅព្រះសទ្ធម្មអាត្មាភាពក៏ព្រមទទួលភរៈភ្នាក់ងារជាអង្គធម្មកតិកាចារ្យតែមុននឹងលើកឡើងនៅព្រះសទ្ធម្មជូនដល់អស់លោកសាធុសប្បុរសពុទ្ធបរិស័ទនៅនេះឱកាសនេះពោលខាងដើមសូមខន្តីអធ្យាស្រ័យអភ័យអត់ទោសអំពីសំណាក់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយក្រែងការលើកឡើងនៅព្រះសទ្ធម្មទៅហើយជួនអីមានការលើសលួសខ្វះខាតដោយបាត់នៅបទអក្ខរចាញ់ចនៈភាសាបាលីបកស្រាយនៃត្រង់កន្លែងណាមួយពុំសមរម្យឬក៏ពំគាប់ទៅតាមសទ្ធាទឹកចិត្តរបស់ញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយសូមពុទ្ធបរិស័ទទាំងអស់ព្រមេត្តាខន្តីអធ្យាស្រ័យអភ័យអត់ទោសដល់អាត្មាភាពដើម្បីបានឱកាសក្នុងការលើកឡើងនៅព្រះសទ្ធម្មទៅតាមពេលវេលាផងនិងទៅតាមសតិបញ្ញាស្មារតីដែលបានយល់ដឹងនៅក្នុងពុទ្ធសាសនាដ៏តិចតួចស្រួចស្ដាងនេះផងសូមចម្រើនពរนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะនមត្ថោរតនតយសៈទូលព្រះបង្គំខ្ញុំព្រះករុណាសូមលើកហត្ថាកំបងអញ្ជលីអ្នកមស្ការថ្វាយបង្គំទិសដៅចំពោះគុណនៃព្រះអរហន្តសម្មាសម្ពុទ្ធមួយអន្លើដោយព្រះធម៌របស់ព្រះអង្គនិងគុណនៃព្រះអរិយសង្ឃសាវកនៃព្រះដ៏មានព្រះភិអាតរេនៈដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាសពកាលសពន្តរាយនិវារណដ្ឋังដោយកិរិយានិការរលឹកនឹកដល់គុណព្រះរតនត្រ័យប្រមាណប៉ុណ្ណេះក៏សូមបានកម្ចាត់បងនៅរាល់ឧបទ្រពអពមង្គលឧត្តបាតកាលកណីចង្រៃទាំងឡាយទាំងពួងដែលបានកើតឡើងកន្លងទៅហើយក្តីឬក៏ពុំទាន់បានកើតឡើងមកហើយទេដោយអំណាចនៃការរលឹកនឹកដល់គុណរតនត្រ័យនេះសូមរាល់ឧបទ្រពអពមង្គលទាំងឡាយទាំងពួងនោះសូមបោវាជិះចេញឆ្ងាយអំពីរូបរាងកាយញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយនឹងដូរយកនៅរាល់សេរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការកើតមានដល់លោកអ្នកម្ចាស់ទានាធិបតីនឹងកើតមានដល់អស់លោកសាធុសប្បុរសពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលបានជិញមកអំពីទីចិត្តឬក៏ទីឆ្ងាយសូមបានជួបតែសេចក្តីសុខសេចក្តីចម្រើនសុភមង្គលជានិច្ចនិរន្តររៀងទៅអ៊ីតោបរੰធម្មំទីសិសាមិ
ដតីបន្តដំណរអំពីបទនមស្ការនិងអាយាចនៈគៀតហាដល់សង្ខិតសង្ខេបបែបខ្លីប្រមាណប៉ុណ្ណេះទៅធូសាធវោហេអសាទុសពបរោះពុទ្ធបរិស័ទប្រុសស្រីទាំងឡាយអាយ៉ាងកាឡោរីកានេះធម្មៈសវនកាឡោជាការវេលាសំគួរសម្រាប់ពុទ្ធបរិស័ទប្រុសស្រីទាំងអស់រៀបចំកាយវិចារចិត្តគោរពប្រណិប័តដើម្បីស្ដាប់យកនៅរសនៃព្រះសទ្ធម្មអាត្មាភាពនិងអរតនីឡើងយកបោកដើម្បីជូនដល់ញាតិញោមពុទ្ធបរិស័ទកម្មវិធីលើកឡើងនៅព្រះសទ្ធម្មនេះគឺប្រពនៅក្នុងពិធីបុណ្យមួយឲ្យឈ្មោះថាបុណ្យតក្កិណានុបទានគម្រប់ខួប7ថ្ងៃបញ្ជូនទៅដល់លោកតាឧបាសកនួនទួនឡៃដែលបានបែកកាយរំលាយបញ្ចខណ្ឌទៅកាន់លោកខមុកក្នុងជនមាយុ79ឆ្នាំដោយរូបគាពាតក្នុងនេះលោកអ្នកម្ចាស់ទានប្រធានដើមកម្មវិធីបុណ្យមានជាអាទទី1គឺលោកយាយប៉ាល់ផាត្រូវជាភរិយានៃសពនិយាយមួយណាយាយប៉ាល់ផាហើយទី2អ្នកស្រីឡៃសុជាព្រមទាំងកូនចៅទី3លោកឡៃសុភានិងភរិយាព្រមទាំងកូនចៅទី4លោកឡៃលោកសុនឌីព្រមទាំងកូនចៅទី5លោកឡៃសុផលនិងភរិយាព្រមទាំងកូនទី6ឡៃសុភីទី7លោកឡៃឈៀងនិងភរិយានិងកូនទី8លោកឡៃសុគឿននិងភរិយាព្រមទាំងកូនចៅទី9ឡៃថេងអ្នកទាំងឡាយគឺជាម្ចាស់ទានាធិបតីសម័យអ្នកផ្ដើមទានប្រធានអ្នកផ្ដើមកម្មវិធីបុណ្យនេះក្នុងនេះលោកអ្នកម្ចាស់ទានប្រពនៅពិធីបុណ្យនេះជាពិធីបុណ្យមួយទៅតាមបែបបទប្រពៃណីពុទ្ធសាសនាក៏ដូចជាបែបបទប្រពៃណីខ្មែរទៅតាមតំបន់ស្រុកភូមិក៏មានដូចជាការរៀបចំកិច្ចខាងដើមរបៀបវិរៈមានការជួបជុំចាស់ទុំព្រឹទ្ធាចារ្យក្រោមការដឹកនាំរបស់លោកចាធិបតីមានការធ្វើបទនមស្ការរំលឹកសូត្រស្វាជ័យដល់គុណប្រតនត្រ័យកិច្ចពិធីក្រុងពលីកិច្ចពិធីនិមន្តព្រះសង្ឃដើម្បីប្រទាននិច្ចសិលចម្រើនព្រះបរិត្តសូត្រក្នុងគណៈនេះជារបៀបវិរៈដែលត្រូវអរតនីនិមន្តនៅអង្គធម្មកតកាចារ្យគឺថ្មភាពដើម្បីនឹងប្រទាននៅព្រះសទ្ធម្មជូនញាតិញោមពុទ្ធបរិស័ទបន្ទាប់ទៅមានការបដិសន្ធារៈដល់ពុទ្ធបរិស័ទញៀវកិត្តិយសឆ្ងាយចិត្តទាំងអស់បានមកអំពីទីចិត្តទីឆ្ងាយចូលរួមរំលែកក៏ដូចជាចូលរួមនៅក្នុងចំណែកបុណ្យតក្កិណានុបទានរបស់លោកតាឧបាសកទួនឡៃដែលបានបែកកាយរំលែកខណ្ឌទៅកាន់លោកខាងមុខថ្ងៃស្អែកជារបៀបវិរៈកម្មវិធីត្រូវឆ្លងនៅពិធីបុណ្យតក្កិណានុបទាននេះនេះគឺជាទំនៀមទម្លាប់ទៅតាមតំបន់ស្រុកឃុំយើងគឺតែងតែប្រពៃពិធីបុណ្យតក្កិណានុបទាន7ថ្ងៃនេះគឺមួយយប់មួយថ្ងៃដូច្នេះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយរាល់កិច្ចពិធីទៅតាមបែបប្រពៃណីខ្មែរក្តីកិច្ចពិធីទៅតាមផ្លូវនៃពុទ្ធសាសនាយើងនេះក្តីទាំងអស់នេះសរុបមកសុទ្ធតែជាកិច្ចដែលជាកុសលកិច្ចដែលជាកុសលឲ្យឈ្មោះថាបុណ្យទាំងអស់នេះហើយដែលយើងត្រូវមានការបំពេញធ្វើដោយសេចក្តីជ្រះថ្លាសន្សំយកនៅបុណ្យកុសលទាំងអស់នេះទុកជាសម្ពីបុណ្យសម្រាប់ខ្លួនឯងផងហើយនឹងទុកសម្រាប់ជាចំណែកនៃការផ្សាយជូនទៅដល់ញាតិការបស់យើងដែលបានបែកកាយទៅកាន់លោកខាងមុខនោះដែរព្រោះថាចំណែកនៃសេចក្តីល្អទាំងអស់នេះមានអានុភាពគ្របដណ្ដប់នៅក្នុងបំណងរបស់បរិស័ទទាំងឡាយសេចក្តីល្អហ្នឹងណាហើយបំណងរបស់បរិស័ទយ៉ាងម៉េចបរិស័ទហ្នឹងតែងតែមានបំណងហ្នឹងចង់បានសុខបើចង់បានសុខក៏បីធ្វើនៅកិច្ចដែលជាកុសលតែកិច្ចជាកុសលនៅក្នុងទីនេះគឺជាកិច្ចជាកុសលដែលយើងធ្វើផ្ដោតទៅនៅក្នុងការឧទ្ទិសកុសលជូនទៅដល់អ្នកមានគុណរបស់ខ្លួនដោយលោកតាឧបាសកទួនឡៃ
គាត់គឺជាលោកពុករបស់កូនបកើតកូនកសាហើយក៏ត្រូវជាស្វាមីរបស់លោកយាយឧបាសិកាដែលនៅមានជីវិតរស់នៅនេះក៏បានប្រពឡើងក៏ទាំងអស់នេះញាតិញោមពុទ្ធបរិស័ទធម្មតាការបាត់បង់សមាជិកគ្រួសារមួយមនុស្សយើងគ្រប់គ្នាទាំងអស់តែងតែមាននៅសេចក្តីទុក្ខក្រៀមក្រំស្ដាយស្រណោះសោកសង្រេងដោយការបាត់បង់នៅសមាជិកគ្រួសារនេះឯងញាតិញោមពុទ្ធបរិស័ទតាមទ្រឹស្ដីព្រះលោកថាសេចក្តីទុក្ខណាបណ្ដាសេចក្តីទុក្ខទាំងឡាយនៅក្នុងពុទ្ធសាសនាមាន4ញាតិញោមក៏បីចងចាំទុក្ខឲ្យបានល្អសេចក្តីទុក្ខនេះវាជាសេចក្តីទុក្ខផងជាភ្លើងផងហ្នឹងហើយទី1ជាទីទុក្ខព្រោះមានកំណើតកើតមកទី2ជារាទុក្ខព្រោះមានជារាចូលមកណាបៀតបៀនទី3ជាទីទុក្ខព្រោះមានជំងឺទី4មរណៈទុក្ខព្រោះមាននៅសេចក្តីស្លាប់ចូលមកកាត់ផ្ដាច់ណាអញ្ចឹងសេចក្តីទុក្ខទាំង4កងនេះណាតាមទ្រឹស្ដីពុទ្ធលោកថាជាភ្លើងផងដែរណាភ្លើងជាតិភ្លើងជារាភ្លើងជាធិភ្លើងមរណៈចឹងហើយបានយើងគ្រប់គ្រាទាំងអស់ញាតិញោមពុទ្ធបរិស័ទទាំងឡាយណាបើសិនជាយើងដឹងថាក្នុងខ្លួនយើងនេះមានភ្លើង4ប្រការនេះណាញោមណាដឹងថាភ្លើងហ្នឹងធម្មជាតិភ្លើងគឺរមែងដុតកំតិចនៅរបស់រូបណាមួយឯងហ្នឹងបើសិនជាយើងដឹងតែយើងតែងតែនាំនៅរបស់ណាដែលជារបស់ដែលមានខ្លឹមសារយកទៅជាមួយខ្លួនដែរណារបស់របរណាដែលខ្លួនឯងអាចយកទៅជាមួយបានគឺយកទៅជាមួយបានអាហ្នឹងបើសិនតែយើងដឹងថាក្នុងខ្លួនយើងនឹងមានភ្លើងណាតែបើយើងអត់បានដឹងក្នុងខ្លួនយើងនេះមានភ្លើងទេញោមអត់បានយកទៅជាមួយទេណែអត់បានយកទៅជាមួយទេបើអញ្ចឹងហើយញាតិញោមពុទ្ធបរិស័ទនៅក្នុងទីនេះបើក៏បីកំណត់ដឹងថាជាតិមួយជារាមួយជាតិទីមួយមរណៈនេះមួយគឺជាភ្លើងបើកំពុងតែដុតរោលយើងគ្រប់គ្រាទាំងអស់ចឹងហើយញាតិញោមជាអ្នកដែលកាន់នៅក្នុងពុទ្ធសាសនាជ្រៅក្រោមម្លប់ពុទ្ធសាសនាក៏បីនាំយកនៅរបស់ដែលជាសារៈខ្លឹមសារនៅក្នុងណាការរស់នៅរបស់យើងនេះដោយមានការបរិច្ចាគទានមានការរក្សាសិលមានការចម្រើនមេត្តាភាវនាអប់រំនៅចិត្តរបស់ខ្លួននេះឲ្យថាត់ទៅនៅក្នុងសេចក្តីល្អប្រះចាកនៅទិដ្ឋិគឺការយល់ខុសណាមានះគឺសេចក្តីរឹងត្អឹងណាដែលជាតួនៃអកុសលទាំងឡាយនេះសន្សំយកនៅអំពើដែលជាកុសលទាំងអស់នេះឲ្យញោមដែលជាការវិជ្ជពីទៅតាមជីវិតរបស់ខ្លួនយើងបានណាអញ្ចឹងបទពិចារណាមួយព្រះលោកលើកឡើងមកចេះរូបរាងកាយយើងនេះណាលោកលើកថាម៉េចបរិចិនមិតាំងរូបាំងរោគកនិតហੰបផੰគុណੰភេចតិពោតិសន្តិហោមរណន្តੰហេជីវិតាំងណាបរិចិនមិតាំងរូបាំងរូបនេះក្រំគ្រាហើយណាគ្រប់គ្រាហ្នឹងណាបើអត់មានតាំងនៅមមទេក្រំគ្រាហើយទាំងអស់គ្នាហ្នឹងទាំងញោមទាំងអាត្មាហ្នឹងបរិចិនមិតាំងរូបាំងរោគកនិតហੰរូបាំងរូបយើងនេះជាសម្បុកនៃរោគញោមតាំងពីចុងសក់រហូតដល់បាតជើងនេះសិតតែរោគណាមានសក់មានរោគមានភ្នែកមានរោគមានតិចមានរោគមានស្បែកមានរោគមានច្រមុះមានរោគមានមាត់មានរោគមានធ្មេញមានរោគមានអណ្ដាតមានរោគមានកាយទាំងអស់ក្នុងរាងកាយនឹងស្អីក៏ដោយគ្រឿងក្នុងគ្រឿងខាងក្រៅទាំងអស់សិតតែរោគគ្មានថងណាមួយមិនរោគទេណារូបប៉ាំងរោគកនិតហੰក្នុងរូបរាងកាយជាសម្បុកនៃរោគណាបផੰគុណងជារបស់ពុកផុយណាតិចថាមមតិចថាណាមានខ្លឹមសារនោះអត់ទេញោមអត់មមទេរូបរាងកាយនេះអត់ណាមុខទូចមួយសោះចុចធ្លុះញោមណារូបនឹងវាផុយណាបផੰគុណងណាភេចតិពោតិសន្តិភេចតិពោតិសន្តិនឹងបានន័យថារូបរាងកាយនេះជារបស់មិនស្អាតជារបស់ស្អុយរលួយចឹងទៅណាអញ្ចឹងយើងគ្រប់គ្រាទាំងអស់ក៏បីពិចារណាថារូបរាងកាយយើងនេះចុងក្រោយនឹងដល់នៅសេចក្តីស្លាប់ហើយបើរូបនឹងទៅដល់នៅសេចក្តីស្លាប់ហើយតើខ្លឹមសាររបស់រូបនឹងនៅប៉ុណ្ណាញោមរូបនេះអត់មានខ្លឹមសារអីទេចុងក្រោយមក
bà mình cóp đốt đây từng o kia nâng nè bà mình cóp vô từ đốt tới bầm đốt vô mà cóp tới son mà cái cho tiếng vô từ đặt nâng cao chân tới bờ bắt nông hai dù tới nâng cứ xong bay tại chị ăn nâng có mình tăng nơi bàn mòm từ tiết đó là dục ca chị ăn nâng có phục hồi từ đây nè chẳng ban dịch dụng Phật bồ đề sát đây cho chụp pẹ này không rụp riêng cai đi vào sẽ đáp tới giờ tới bị cha ra na tư vào tam lời của Phật sát na lục miền ca lực làm máu tệ tinh tới chỉ môi nâng sẽ cái đây sờ lanh rồi bao dương kỳ khúc kia đằng nước không rụp đi nước không cruza đi vào bạc can cho thà thà anh đi hát đôi chia miền ca tăng nơi mom tom lọ chụp chung của xa ấy dân na nó cứ tha hát đôi chia mom tom lọ bạc can chẳng pan là tập hơi trong khởi nè ca prot pra cả bay bạc ca này đi cha chào kia nó cứ ca làm prep đo nơi sẽ cái đây tục nè sẽ cái đây tục prep hay sẽ cái đây tục nâng ban mau pina chấm ra pơ tam từ sẽ đây pre tha sẽ cái đây tục nâng ban mau pin sẽ cái đây sờ lành nè này lục lực làm mà tha bệ mà tao chi về tệ sao cao xây cái đây sao sư sặc xua tầm ôi tầm ai rồi bao dương khúc kia đừng ông ban mau pina thạc ban mau pin xây cái đây sờ lành nè trong xây cái đây tục chẳng lại nó cứ bắt đầu máu cứ cả mau pin xây cái đây sờ lành đừng ai phở bà ọt miền ca sờ lành tí xây cái đây tục nó mình miền đi chẳng hãy ban dương khúc kia đừng ông mình nghi đừng đọ chào đi thò đi khúc kia đừng ông chẳng hãy ban dương sẽ đáp bị cha ra na từ không bật thò tới dương ban đăng ông pi bọt bị cha ra na khá tha atma anh đi cục kia đằng mình tha được không vây đi rứa co tăng bị tôi mau tê cứ sắp tay được không ăn nên ta thò cứ ấp tiếng đi nè ấp tiếng to tê ấp miếng cầm nót ban tí cục kia đằng nâng ấp son này da ban đi công từ son này da ấy chỉ môi đừng rúp công son này da chỉ môi đừng chúc vì sao chỉ vứt đập bao dương son này da ban đi công cầm na tha tham anh to để giúp mà rơi chiên pi rồi với đập ban slap on thế son này da mình ban vây khmei nó có slap ban vây cả đá có slap vây chăng nó có dương ai đo nơiสิ่งใด slap đây rương slap ní cứ chỉ cho bắt thom mà chia cục kia đừng ban một bị cam pho để dương ban sang bị đi màu bờ dương ọt ban sang vì đi mau mình miền thon nắng này thon nắng anh cứ chỉ có pui môi để dương sang vì muốn máu bán đo nơi sự cái đây tốc tầng buôn con miền sự cái đây slap chỉ ti bồng hot nâng chẳng côn trai prosray tầng bờ đại ban lẹ bong pe vật lia cầm lang cai cầm lang chất nângประกะ thôn thiên chấm nai trai vi chặt trai điệp chom nơi bị thi bon đi láng đôi lục cha ban bạc ca hái thả bon ní bị tị bon khai ngừng ngất bon khai lừng ngất nắng cứ dừng vớ ở tư chun từ đó nhiệt để chạy than để can lục hầm mốc nè bon khai lưới cứ vớ là bây giờ con là miền chỉ vật rùa con từ tua ba to chẳng từ chẳng bị thi bon ní lục cha ban lực lại bọc hái tha là dừng vớ đi đăng ban bao mình ban bao đi và đây được không lời của Phật giáo Sana lục miền ca bạc bằng hai nhung vừa bị thi bonมั้งvà lục miền ca bạc bằng hai nhầm pi được piในca vừa bị thi bon khai người gật nâng nè từ sau đây bon khai người gật nâng chỉ từ sau đây không ai dương thế tại từ sau đây của Phật giáo Sana cứ dương vừa tẹt cái nào nó tiên chun nẹt slap chẳng tẹt cái nào nó tiên chun nẹt slap đấy cứ đói con prosray tình lai những vô khơi vô khơi tha lục ta ở ba sọ tuôn lai đi chia lục ở bốc cứ chỉ nét đá trâu trong nơi con nô bạc ca đã chớn sầm rạp con bạc ca con đồ xa chơi tầng này chẳng lục ta miên là tí chia một lúc cái hai tháp bệ ta chạy ra một lúc cứ bay đà quạt bàn bắt đo nơi một lúc đo dương chỉ con prosray cục kia đừng nâng bà con mình ta tu để ti chia một lúc tê dương khúc kia đừng ấy con mình miên là hốt mà đó là lời này nè chẳng ban được không tu để ti chia một lúc mà mặt nó dùng miên ca bồng pin vừa cách ca nghe đuôi hot chớn nè một lúc nâng cà pi ở kia bàn sọc muôi những men sủa lên đó nhung nè lúc ở phong bắt đo lấy khla ao dùng nè bắt đo đầm bông lai nước con miên ca bắt đo cầm nát mà ao dương nè mưa thay đôi nè mà đai toan lúc ở phong mưa thay nè mà đai mau chừng từ
hai thầy chiết thì côn thì muối cứ ca đo nơi chiết đo nơi cầm nát ở dương nè chẳng mà lúc ở phục dương nó cứ chỉ nẹt miền côn sầm rạp dương bật bạc cọt này đo nơi tí pi lúc ở phục nẹt mặt đai dương đi nè và qua trâu trung nơi côn mùi tiết cứ vì say sờ côn sầm tay từ lứa prom mà với hi rọt ho miền meta thò mùi miền karana thò mùi miền mutita thò mùi miền opeka thò mùi thò tàng buôn bạc ca đây lục priệp opama đôiจิต tắc vào đại thế lệ bị lừa cầm buôn nôm ho từ can ti tầm niếp chỉ thầm mà đà giang ná prom mà với hi rọt ho buôn bạc ca đi đại lục ở bốc này mà đại miền nó cứ cướp đần đập lừa con prosray cướp kia chẳng con prosray cướp kia từng thấy đăng ta khách tham anh ban sốc tầng on đi đời xa ấy nè cứ đời xa prum mà về hier tho ra bong nè miền côn dương nâng nè đời xa meta tho karana tho mutita tho opeka tho nè ban dương ban sốc nâng nè và bờ miền prum mà về hier tho buôn đi dương mình ban sốc thì chẳng ban prum mà về hier tho buôn đi từ sau đây một phút lô miền ca pol sa thành đi anh cứ chưa bị xây sạc côn nó ra bong nè miền côn dương nè nâng tì pì đo tới tí bay upakara côn lúc ở bốc nẹm mà đa dương đi cọt miên nơi upakara côn mùi tiết và vì xây na sầm tới từ lứa sang cả hạt thọ phèn bạc ca tí bối cứ ca chỉ chăm bay bạch hai ra xa câu phía khúc kia được ngon nâng tí pi và miên ca ọc rung con prosray tình lái mình ai ta khóc cần lâu nên sẽ cái đây là tí bay phải chun con nâng ao tăng sắc xa sâu riêng tí buôn con biên dục ca bình rụp bình riêng bò đi bò hai nâng riêng chom ao miên cu sa co ao đo tới tí pram chai kê mà đọc ở con khúc kia đừng chẳng ấy bán được không từ đây phút lúc hai thà xong cả hạt thò xong cả hạt thò chỉ thò sừng cua rồi bao lúc ở phút nè mà đai dương khúc kia đo ao dương chẳng dương bờ ấp miên xong cả hạt thò tàng phèm bạc ca pi nẹ miên côn dương đi tê dương ấp bàn sẽ cái đây sọc tê bờ này chẳng lục ta ở ba sọc tuôn lấy con ba bầm pin cách nừng mà đo dương khúc kia hai chẳng dương con prosday ta ấp thử đằng côn nè thử đằng thà ở phục mà đai dương miên côn này ca đằng côn đi chỉ mến cứ chỉ hướng môi đó sầm khăn sầmรับchỉ vứt ở bao dương nè mẹ ơi dương nơi chỉ môi dương cứ chia một lúc sầm rạp dương dương thử đăng chẳng ban pin bồ ran ha bởi dương ban phát tắc ấy nấc đo bọc hốp nè bữa ban chở không một lúc thử nấc đo nè đầm nè cùng là bồ chạy đầm đà tận nam khang khéo ban đấy không luôn ai nhận đăng than nè ná nè đầm ao mau tận nam khang khéo ấy đầm to ta biển cái ban tiết ban đây ở đằng phong đằng luôn ai thầm mai ơi miền côn mày ơi chia một lúc nè bữa phát tắc ấy nước đo một phút bảy ban chở khổ một lúc thử nước đo nẹt đầm nẹt na đầm dương mau cứ mai dương ơi dương tàng pi nâng nẹt đầm cầm ơi lịch thằng nâng anh nâng cái hai thật đằng côn đằng côn và ban nâng chúng ta chỉ côn lo hay nâng nè chia tại chia tập bát chia nút chia tập bát hay nâng mình ban tới chia web chia tập bát tê ban đăng côn và ban đăng và xa cây lên nè vô mai chẳng hái ca để đăng côn và ban đăng ban côn khúc kia đằng on nâng khơi sẽ rạc về giao nơi không côn rồi bao lúc nè miền côn và bọc luôn nâng ánh nơi pê đại quạt ban bay cây rầm ly banh chặt hắn nè căn từ lúc không bọc côn prosday tình lái mình tốc quạt chào tê tay ta rụp nơi bị thi miền chia và nặng cạch cáchในการដំកល់សពអ្នកមានគុណដើម្បីធ្វើបុណ្យថ្ងៃដែលគាត់អស់អាយុកាលហ្នឹងគឺយើងធ្វើមកវគ្គហើយដល់រហូតមកការរលឹកនឹកឃើញដល់គុណទាំងអស់ហ្នឹងហើយមកទៀតគម្រប់ពិធី7ថ្ងៃនេះក៏បានប្រពនៅពិធីនេះមួយសារទៀតញោមតែហ្នឹងដោយសារយើងជាកូនប្រុសស្រីទាំងឡាយហ្នឹងសិតតែនៅក្នុងកន្លងណាcần lông này chỉ cái đây là cần lông tho cần lông này cả đăng côn này ban cái thưa thoáng đăng ca bà sân chỉ ọt miền đăng côn đây cái ọt thưa thì thoáng đăng cái nhiều mà nè của con đăng ọt sân ban hiền sâu ông pi nẹm miền côn hiền sâu ông pi cú ba cha đợt tây đăng ọt
nè chẳng ban chỉ vứt rồi bao mình nuôi nó vì say chiên kế thoáng hiền nâng bảo nè cu rồi bao chỉ vứt mình nuôi nó cứ hiền nâng bao mình nuôi na ót hiền mền mình nuôi với dùng dương mưa cô của vây chụp mon tia đây châu salai nè đại ban từ hiền đây bảo anh chẳng bờ sân chỉ mê vi salap viêm đại từ thượng bon ao tê nè việc bao cho nâng chỉ ca bị chết hà nâng anh ót đăng côn tại mà đừng dương đi đăng côn này mau bị ấy thà mau bị con đừng ót ban hiền sốt hiền đi muối cứ hiền ông pi ở bốc mặt đài hiền đi pi hiền ông pi khủ ba cha nè hiền muối tiết hiền snap hiền cất hiền đi gì nè đại gia ca hiền sâu chơi snap chơi cất như ấy ban đăng côn đấy ban phước bon chu này nè miền côn nó bạc luôn đi nè còn nè miền côn nó bạc luôn đấy chưa trẻ tam bộ phậtศาสนาnè đại chạy than từ căn lô khổng một cái nhung ọt ban miền ấy chỉ ti bưng nè là bỏ tầng ọt trong lô này cứ miền ấy chỉ ti bưng sầm nhẹp quạt đấy cứ miền tại bon môi cốt nó nhung miền tại chiết chỉ bon môi cốt thiết chỉ bon môi đi cốt vào đại ai chui sừng cua quạt bàn nè từ đây bộ phậtศาสนาlục tra đăng máu lục bồn chẳng nhung nè đó lục bồn màu chẳng hay dương chỉ nè sắc xa bộ phậtศาสนา không ai dương bạc ca tới chia bạc pay đi chẳng hạn nực nụ cua đo nè để chạy than được can lục khom mốc kịch vừa bon nâng á bảo từ chun từ ở quạt nước bán nụ mô từ đây chấm này bon cổ so đằng on nông phong đài nè đôi con trai dương bàn vừa được không đi đấy chẳng được biết để dương vừa bon chun nè miền côn đi chỉ mơn bao tam lời bộ phậtศาสนา lúc sầm tay tốc này bao miền ca phải chia âm pi tẹt khả năng bị phèn cổ so năng lực âm pi ong này tẹt khả năng nó bật tiến vừa cầu so chun nè miền côn nó bao dương miền bay rồi bịp vị thi ti môi đại dương thời tịch vừa ở ban chuột lọt kết cu mặt cho lọ ở cho ban lọ không vị thi nó bao dương ti môi tiên tia ở miền nè miền so không vị thi đằng song khăn nè bờ tẹt khăn đây giờ sam bật ti nhé từ ở miền ca đọp rôm nói nè miền so vị thi nó là vị thi đại dương vừa ở từ cầu so chun là nhiệt nó bao dương để chạy than được căn lô không bốc nữa và thời miền nè miền sao chia thập bát đây không bị tí nằng nè thập bát than là không bị tí nên bị chia vào quay đi cái bát men có bàn tay bà mình miền ca vô đăng nơi không lên một con sa sana có lục nè mình trả tiền mình ai đừng từ rốc nè miền sao mau được không cái bị tí đi bàn để chẳng to để vô đăng đấy nó nhổm chuồn ca vô đăng luôn ai chuồn ca vô đăng ta mà đi lúc cái cha chỉ đẹp phải hành nè nè na nè miền sao nè bà song chỉ bao nhiêu cái chỉ sẽ bon nè từ môn bà song mà on cái đây pi on cái đây bay on cái đây buôn on cái đây lư pi nâng cái đây nè đập bay mà từ tua đấy vắt hậu tiên tiền lái đại cát lang đôi thò ban một đôi thò và cọp đôi thò đại công pro sài tiền lái miền bầm non đăng côn nè miền côn chạy than phơ của soi chun đo quạt nè nghe bà chẳng bị thi đi dương miền nè miền sa khang đam miền bà song bắt chi bà thò chấm ran prep para tơ sốt nâng bát tiên nâng nịch sa chỉ đam hay nâng miền bát tiên thò tê sa bát tiên bảo chẳng cách khang đam cứ thợ miền nè miền so ní cứ chia được biết này ca vớt bon của soi chun là nè chạy thán ti mùi đau đầu ti pi ti dụ ti gì ca năng ở tu sen nè bạn này thá câu pro sài tiếng lái từ riệp tây vật hộ tiếng lái đầm bay vươn lên tiên hay tây vật hộ tiếng on nu miền ấy khla miền chơi và rạ vật hộ miền bần ba miền ti sana kỳ liên là phê chia tiếng buôn đi cả hai cả tây vật hộ tiêm ở miền nơi không bị thi nâng bán lục đẹp để tiếng lái nơi không bị vế cái lực làng chế tha yang nô phòn tế bần ba táo thom bị cáo thom mà là thô thom mê nê vẽ opa tỷ tàu nâng nghe bờ bị tha tây vật hộ đại dương do mà đồng co tục là không tỷ đi cứ chia vật hộ đại ban một đời thọ cạt làng đời thọ và cọp đời thọ nâng nghe bán do từ thưa chỉ tẹt khả năng nó tiền ban là bờ bà tây vật hộ nó bỏ nhôm đi mình ban cạt làng đời thọ và cọp đời thọ cạt làng đời thọ tế dương thưa ở từ cơ sở chun đại nhiệt dương có mình ban vào đây chẳng dương cho bàn lo thòng nâng này nhôm chẳng ai bàn tiền tiền ở sạch thọ đúng nè ở đăng là vật thọ tiền ní cứ bàn một đời thọ cạt làng đời thọ và cọp đời thọ rồi tới dương về tới sân cả sạch tê mẹ bà kê bằng ao tới đo bà song nè bộ bật bà song đo chùm ran xong bà song người ta tận tu vô
នៅទេយវត្ថុទាំងឡាយនេះដើម្បីសេចក្តីចម្រើនដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់ចឹងទៅអ្នកមានគុណមានលោកតាទួនឡៃចឹងទៅជាដើមចឹងទៅនឹងញាតិកាទាំង7សន្តានទៅបាទហ្នឹងគឺតេតិនទៅជាមួយនឹងអង្គទី2នៃវត្ថុទានដែលយើងត្រូវធ្វើដល់ទៅទី3បេតាណੰអត្តនោអនុមោទនេអ្នកក្រុមញាតិដែលចែកឋានទៅកាន់លោកកមុកបាទគាត់ច្បាស់លាស់ណាស់ថាអ្នកដែលចែកឋានទាំងអស់នៅក្នុងការត្រាស់ដឹងរបស់ពុទ្ធថាអត់មានអីដែលទៅជាមួយឬក៏ជាទីពឹងសម្រាប់គាត់នឹងអត់មានទេមានតែបុណ្យមួយគត់អញ្ចឹងបើកូនចៅជាញាតិទាំងអស់គេធ្វើបុណ្យកុសលគេផ្ដោតទៅហើយក្រុមញាតិទាំងឡាយនឹងចាំតែទទួលទេសំខាន់គឺយើងធ្វើទី1អ្នកមានសិលទី2រៀបតេយ្យទានឲ្យស្អាតដល់ទី3ហ្នឹងយើងក៏ទៅតាមពាក្យថាអ៊ីទាំងវោញាតិតៃណាំងហៅតុសុខិតាហៅតុញាតិតយោហ្នឹងហើយយកពាក្យប៉ុណ្ណឹងយកទៅទៅណាញោមណាទៅជូនដល់គាត់ទៅបណ្ដាទានទាំងឡាយដែលកូនចៅទាំងឡាយបានធ្វើហើយទាំងអស់នេះសូមលើកឡើងដើម្បីនឹងទៅជូនទៅដល់អ្នកមានគុណណាមានលោកតាទួនឡៃជាដើមសូមមកទទួលអនុមោទនាដល់បុណ្យកុសលទាំងអស់នេះហើយបើបានអនុមោទនាហើយសូមបាននៅសេចក្តីសុខចុះហ្នឹងតែប៉ុណ្ណឹងក៏ទទួលសាធុអនុមោទនាទទួលយកទៅតាមផ្លូវនៃពុទ្ធសាសនានឹងហើយបើណាព្រោះអីព្រោះលោកតាទួនឡៃគាត់បើតាមមើលទៅកូនចៅជាអ្នកធ្វើបុណ្យនេះទៅតាមផ្លូវពុទ្ធសាសនាក៏មិនមានចំណែកនៃការផ្ដល់នៅដំបូលមានពីលោកតាហ្នឹងទេបានន័យថាលោកតាកាន់នៅរស់ក៏គាត់អ្នកកាន់ពុទ្ធសាសនាមិនចឹងបាទលោកចាណែអ្នកកាន់ពុទ្ធសាសនាហើយបានគ្រួសារទាំងអស់កាន់ពុទ្ធសាសនាដែរណែដល់ទៅធ្វើបុណ្យជូនគាត់គឺធ្វើទៅតាមផ្លូវពុទ្ធសាសនាអញ្ចឹងការទទួលសាធុអនុមោទនាទទួលយកបុណ្យកុសលនេះវាបានដោយងាយណាអត់ពិបាកទេអញ្ចឹងសំខាន់កូនប្រុសស្រីទាំងឡាយយើងបានធ្វើហើយចក្ខិណានុបទានទៅតាមរបៀបបែបនៃកិច្ចពិធីផ្លូវពុទ្ធសាសនាមាន3របៀបនេះទី1ត្រូវមានអ្នកមានសិលទី2រៀបតេយ្យទានបានស្អាតល្អទី3បុណ្យកុសលអស់រយៈកាលមួយយប់មួយថ្ងៃឬក៏6ថ្ងៃកន្លងមកថ្ងៃស្អែកជាថ្ងៃគម្រប់7ហ្នឹងបាទយើងឧទ្ទិសកុសលជូនដល់គាត់ទៅណាសូមលោកអ្នកមានគុណអនុមោទនាទទួលយកចំណែកបុណ្យកុសលកូនបានធ្វើកុសលជូនដល់លោកហើយសូមអនុមោទនាយកចោះតែប៉ុណ្្នឹងទៅរួចកិច្ចពិធីហ្នឹងហើយណាអញ្ចឹងកូនប្រុសស្រីទាំងឡាយទៀតណាបងយើងបានធ្វើកិច្ចពិធីទាំងអស់នេះក៏សូមបានរក្សានៅក្នុងផ្លូវនៃសេចក្តីល្អមានដូចជាការធ្វើទានរបស់យើងនេះដើម្បីឲ្យបាននៅផល្លាអានិសង្ឃពេញបរិបូរណ៍នេះគឺទាមទារឲ្យមានសទ្ធាធម៌នៅខាងដើមណាសទ្ធាទានណੰតេតិណាកុំធ្វើដោយខ្ជះខ្ជាយកុំធ្វើដោយប្រគ្រប់កិច្ចកុំធ្វើឲ្យទៅរួចតែពីដៃអានឹងមិនប្រកបទៅដោយពូជធម៌សទ្ធាទេអញ្ចឹងបុណ្យកុសលក៏មិនកើតឡើងពេញទេតតែបុណ្យនេះកើតធ្វើដោយសទ្ធារបស់យើងជឿជាក់ណាជឿជាក់ទៅលើទានរបស់យើងនឹងថាបើយើងបរិច្ចាគទៅនឹងបានផលដល់គាត់ណាហើយនឹងបានជាទីពឹងសម្រាប់ខ្លួនយើងផងដែរណាសទ្ធាទានណੰតេតិឲ្យទានប្រកបដោយសទ្ធាលើកនៃទានមួយសម័យសម័យកន្លងមកមានបរោះម្នាក់ឈ្មោះផតភៈទេកបរោះមេនុបនឹងកំសត់ណាញោមហើយគាត់ទៅបំរើលោកសទ្ធិមួយឈ្មោះលោកគន្ធសទ្ធិញោមឲ្យចម្រើនពរសទ្ធិនោះគឺជាអ្នកដែលមាននៅសេចក្តីប្រមាទគាត់បានសម្បត្តិសទ្ធិនឹងដោយសារបន្សល់ទ្រព្យសម្បត្តិអំពីតកូលគាត់ពីជីដូនជីតាគាត់ប្រមាណចំនួនមកដល់ទៅទ្រព្យសម្បត្តិនោះវាច្រើនណាស់ដល់ទៅច្រើនមកដល់វគ្គគាត់ដូចជាខ្វាកហ្មងគាត់អត់បានរើអីផងស្រាប់តែគាត់អស់ពីលោកឪពុកទៅមរតកហ្នឹងនៅលើគាត់អញ្ចឹងអ្នកបំរើហ្នឹងទៅប្រកាសប្រាប់គាត់ថាបបិទ្ធលោកសទ្ធិដល់ចម្រើនទ្រព្យសម្បត្តិដែលតកូលរបស់លោកសទ្ធិបានបន្សល់ទុកមកមានចំនួនប៉ុណ្ណេះរបស់របរប៉ុណ្ណេះប្រាប់រាយការណ៍មកញោមដាក់មកកដាសភៅមករាយការណ៍ឲ្យដល់អញ្ចឹងគាត់ឃើញថាទ្រព្យសម្បត្តិវាច្រើនពេកគាត់ខ្វាកញោម
គាត់មានសេចក្តីប្រមាថមួយឯងញោមគាត់ពោលឡើងថាណាចដូនជាតារបស់អាត្មាអញនេះជាមនុស្សល្ងងជាមនុស្សឆោតមានទ្រព្យសម្បត្តិច្រើនណាស់តែអត់យកទៅជាមួយខ្លួនសោះទុកចោលស្លាប់ទៅបាត់ទុកទ្រព្យនៅចោលនៅនឹងទាំងអស់ណាអញ្ចឹងវងតកគាត់ថាជាមនុស្សល្ងងឯសំមែនណាញោមមកតាមជាក់ស្ដែងសំតែជាមនុស្សល្ងងមែនរហូតទ្រព្យសម្បត្តិនេះយកមកទុកចោលអញ្ចឹងគាត់ថាសទ្ធិហ្នឹងគាត់ពោលប្រមាថអញ្ចឹងឯងញោមមិនត្រឹមមកប៉ុណ្ណឹងទេគាត់ប្រើពាក្យមួយម៉ាត់ទៀតគាត់ថាអាត្មាអញនឹងយកទ្រព្យសម្បត្តិនេះទៅតាមខ្លួនតអស់ណែអត់ទុកឲ្យដូចតកូលទេតកូលពីមុនមកសិតតែមនុស្សល្ងងណែហៅទ្រព្យសម្បត្តិមកទុកចោលឥឡូវទ្រព្យសម្បត្តិទាំងអស់នេះអាត្មាអញនឹងយកទៅតាមជាមួយទាំងអស់ប៉ុន្តែអកុសលញោមហើយគាត់ថាសទ្ធិនេះមានបំណងថាយកទ្រព្យសម្បត្តិទៅជាមួយនឹងគឺជាទស្សនៈល្អប៉ុន្តែការយករបស់គាត់យកខុសហើយមិនយំណែទៅតាមផ្លូវពុទ្ធសាសនាទ្រព្យសម្បត្តិដែលអាចយកទៅជាមួយបានគឺគេយកទៅធ្វើទានក៏យកទៅចែកទានយកទៅធ្វើបុណ្យធ្វើសេចក្តីល្អទៅអាហ្នឹងបានយកទៅជាមួយបានយកបុណ្យណានឹងតាមផ្លូវពុទ្ធសាសនាតែគាត់នឹងមានយកទៅតាមវិធីនឹងឯណាញោមយកមិនញោមយកទ្រព្យសម្បត្តិនឹងយកទៅសម្ញែងខ្លួនឯងធ្វើជាអ្នកមានហើយយកទ្រព្យសម្បត្តិនឹងយកទៅចាយទៅមកចាយក្រៅសល់ញោមចាយក្រៅសេចក្តីល្អណែយកទៅបង្អួតគេសម្ញែងគេហ្នឹងហើយយកទៅធ្វើណែកន្លែងដែលគាត់សម្រាប់បង្អួតគេនោះណែទៅធ្វើកន្លែងហូងសម្រាប់គាត់ហូបបាយនោះមួយសែនកហបណៈទៅតុកសម្រាប់ដូចក្រែទេសអញ្ចឹងណែអាសនៈគាត់ហ្នឹងរៀបតម្លៃមួយសែនកហបណៈអាតុកដាក់ពីមុខនេះក៏មួយសែនកហបណៈបាយដែលដាក់លើថាសនេះក៏មួយសែនកហបណៈបន្ទប់ទឹកគាត់ក៏មួយសែនកហបណៈអាថាសដែលត្រើជើងគាត់ងូតទឹកក៏តម្លៃមួយសែនកហបណៈគាត់យកឲ្យនៅពេលដែលគាត់ហូបបាយម្ដងមិនយំទូងស្គរយកមកទូងស្គរឲ្យអ្នកភូមិនឹងគេមកមើលគាត់ដើម្បីឃើញគាត់ហូបបាយចម្រើនពរយកមកទូងស្គរមកអ្នកស្រុកអ្នកភូមិគេមកមើលទៅឲ្យគាត់ហូបបាយឲ្យគាត់អត់ឲ្យគេទេឲ្យគេលេបទឹកមាត់ទៅណាញោមឲ្យគេលេបទឹកមាត់ឲ្យចៃដន្យអីណោះបរោះម្នាក់ដែលធ្លាប់តែនៅក្នុងស្រុកភូមិនឹងមានសម្លាញ់មួយនៅស្រុកក្រៅដល់គេមកលេងញោមដល់មកលេងចឹងទៅក៏សម្លាញ់ហ្នឹងនាំមកថាអេសម្លាញ់ដល់ម៉ោងដល់ពេលសទ្ធិហូបបាយមើមសម្លាញ់ឯងទៅមើលគេមើលសទ្ធិហូបបាយជាមួយខ្ញុំអត់លោកសទ្ធិហ្នឹងអត់ទេទ្រព្យសម្បត្តិគាត់ច្រើនណាស់នៅពេលដែលគាត់ហូបបាយម្ដងគាត់ទុំស្គរឲ្យគេទៅមើលដល់ទៅសម្លាញ់ថាមានអីខ្ញុំចង់ឃើញដែរខ្ញុំចង់ទៅមើលដែរហ្នឹងណាមានណាញោមឲ្យចូលទៅដល់គាត់ថាឃើញលោកសទ្ធិហូបបាយហ្នឹងគាត់ស្រក់ទឹកមាត់ហ្មងឃ្លានណាញោមដល់ទៅឃ្លានអញ្ចឹងទៅក៏សុំនៅសម្លាញ់សុំបាយសទ្ធិឲ្យខ្ញុំមកដុំមកខ្ញុំទៅឃ្លានគ្រាន់ឃើញក្លិនគ្រាន់តែធំក្លិនហ្នឹងឃើញនឹងរូបអាហារនៅលើថាសលោកសទ្ធិហូបហ្នឹងឃ្លានត្រមកបានឲ្យសម្លាញ់ទៅសុំសទ្ធិហ្នឹងក៏ប្រាប់ឡើងថាបបិទ្ធលោកសទ្ធិដល់ចម្រើនសម្លាញ់របស់ខ្ញុំហ្នឹងមកពីស្រុកឆ្ងាយតែអញ្ចឹងមិនដែលឃើញលោកសទ្ធិពិសាបាយអញ្ចឹងទេដល់ឃើញអញ្ចឹងទៅធំក្លិនទៅឃ្លានឲ្យស្រក់ទឹកមាត់ឲ្យចង់សុំលោកសទ្ធិបានមកដុំណាព្រោះមហូបរបស់លោកសទ្ធិនឹងមានមកដុំខ្លះតម្លៃ1000កហបណៈ2000កហបណៈ3000កហបណៈអីចឹងទៅវាច្រើនដុំមកនៅលើនឹងគ្រប់មួយសែនកហបណៈនោះញោមថ្លៃណាស់ដល់ទៅរួចទៅញោមសទ្ធិថាអីខ្ញុំអត់ឲ្យទេណែសុំ3ដងអត់ឲ្យញោមថាបើអ្នកឯងចង់បានអាហាររបស់យើងអ្នកដាក់លក្ខខណ្ឌជាមួយយើងបានអត់ដាក់លក្ខខណ្ឌយ៉ាងម៉េចមកបំរើយើងណែបើបំរើយើងបាន3ឆ្នាំយើងឲ្យអាហារនឹងមួយពេលញោមឯងហេតុតែឃ្លានណាញោមបរោះកំសត់ម្នាក់ហ្នឹងទៅលាប្រពន្ធលាកូននៅស្រុកនោះមកបំរើសទ្ធិដើម្បីបាយមកថាសហ្នឹងញោមបាយមកថាសបាយមួយពេលហ្នឹងធ្វើការឲ្យគេអស់3ឆ្នាំញោមឯងអណោយធម្មណាគេប្រើអ្នកបំរើណាញោមពាក្យថាអ្នកបំរើមិនស្រួលទេណាញោមយល់ឲ្យការងាររបស់អ្នកបំរើគឺបំរើគ្រប់ទាំងយប់ទាំងថ្ងៃនៃធ្វើដើម្បីបាយមួយពេលផឹងធ្វើយកចិត្តទុកដាក់អត់ឲ្យទាស់ទេគ្រប់3ឆ្នាំញោម
ដល់ទាំងអស់អាយុកាល3ឆ្នាំទៅដល់កាលដល់វេលាអាសនៈនឹងក៏លោកសទ្ធិបកុលឲ្យទៅពិធីនៅក្នុងកន្លែងនឹងទាំងអស់គឺបកុលឲ្យបរោះនឹងសោយរាជមួយថ្ងៃគាត់យកតែប្រពន្ធគាត់មួយទៅកន្លែងគាត់ទៅអាស្រមរបស់គាត់នឹងដើម្បីហូបបាយទៅពីអ្នកប្រពន្ធគាត់ក្រៅពីនោះអ្នកបំរើប្រមាណទាំងអស់គឺបកុលឲ្យផតភៈទេកបរោះនឹងសោយរាជមួយថ្ងៃញោមទៅដល់គ្រាន់តែរៀបនឹងឡើងទៅលើអាសនៈបរិភោគនេះញោមណាឲ្យគេទៅទុំស្គរទៅអ្នកស្រុកអ្នកភូមិតាំងពីក្មេងរហូតដល់អ្នកមានប្តីប្រពន្ធនឹងមកទាំងអស់រាល់ដងលោកសទ្ធិពិសាបាយទុំស្គរមានមកខ្លះមិនមកខ្លះមានថ្ងៃខ្លះច្រើនថ្ងៃខ្លះតិចគេសួរមុខណាញោមនៅគេសួរមុខលោកសទ្ធិនឹងគេមិនបានមកច្រើនអត់តែថ្ងៃទេដល់ទៅបរោះកំសត់នេះគេដឹងព័ត៌មានទាំងអស់ថាបរោះម្នាក់នេះណាមិនធម្មតាទេដើម្បីបាយមកពេលនេះគាត់ទៅបម្រើសទ្ធិ3ឆ្នាំដើម្បីបាយមកពេលហ្នឹងហើយថ្ងៃហ្នឹងគាត់បានពិសាបាយជំនួសលោកសទ្ធិអញ្ចឹងគេចង់មកឃើញថាតើគាត់បរិភោគអាហារហ្នឹងយ៉ាងម៉េចញោមឲ្យទុំស្គរមកមើលភពភាទសំឡេងឡើងកកងរំពងពេញតំបន់ហ្នឹងញោមរួចទៅយ៉ាងម៉េចទៅញោមនៅពេលដែលគាត់រៀបនឹងពិសាបាយនេះចៃដន្យអីបច្ចេកពុទ្ធលោកនៅក្នុងសមាបត្តិអស់7ថ្ងៃលោករំពឹងពិចារណាថាតើអាត្មាអាចនឹងទៅប្រោះនៅបកុលណាពិចារណាទៅឃើញថាអូផតភៈទេកបរោះកំសត់នេះមានចិត្តល្អច្រើនណាស់ហើយអតីតគាត់គឺជាអ្នកដែលមិនបានធ្វើបុណ្យធ្វើកុសលមកទេគាត់កំសត់ណាស់អញ្ចឹងថ្ងៃនេះយើងនឹងទៅអនុគ្រោះនៅបរោះម្នាក់នេះញោមម៉ៃព្រះបច្ចេកពុទ្ធក៏ហោះពីព្រៃគាត់នឹងមានមកគង់នៅមុខអាសនៈរបស់ផតភៈទេកបរោះហ្នឹងដល់គង់នៅនឹងទៅផតភៈទេកបរោះឃើញបច្ចេកពុទ្ធមកកើតសទ្ធាញោមម៉ៃគាត់គិតទៅណាគាត់គិតថាអូអាត្មាអញដែលមកកើតនៅក្នុងជាតិនេះកំសត់វេទនាអត់លំបាកយ៉ាងនេះគឺមកពីអតីតខ្វះការធ្វើបុណ្យធ្វើកុសលពីអតីតហើយបានមកដល់បច្ចុប្បន្ននេះបានជាកំសត់ទៅបម្រើគេធ្វើបាបអស់3ឆ្នាំបានបាយមួយពេលដើម្បីបរិភោគម្ដងឥឡូវបច្ចេកពុទ្ធមកទៀតចឹងហើយគាត់ក៏មានសទ្ធាហ្មងគាត់គិតឃើញថាអាត្មាអញនឹងធ្វើបុណ្យយកអារបស់ដែលបានកើតឡើងបានដោយលំបាកខ្លួនឯងហ្នឹងអស់រយៈកាល3ឆ្នាំបានបាយមួយពេលយកទៅធ្វើទានញោមប្រកេនបច្ចេកពុទ្ធទៅហើយក៏បានពោលថាបបពិតលោកម្ចាស់ដ៏ចម្រើនទានទាំងអស់នេះសូមលោកម្ចាស់កុំអនុគ្រោះខ្ញុំព្រះអង្គបច្ចុប្បន្ននេះអីសូមអនុគ្រោះខ្ញុំព្រះអង្គទៅប្រាក់លោកណាសូមលោកម្ចាស់ទទួលកុំក្រែងចិត្តអីណាជួនកាលអ្នកខ្លះក្រែងចិត្តទេញោមពីគេធ្វើការអស់3ឆ្នាំដើម្បីបាយមួយពេលឯងមកយកទៀតណាញោមក្រែងចិត្តគេដែរណាដល់បច្ចេកពុទ្ធមកអញ្ចឹងទៅគេលោកបច្ចេកពុទ្ធក្រែងចិត្តបរោះថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនសូមលោកម្ចាស់កុំអនុគ្រោះខ្ញុំព្រះអង្គបច្ចុប្បន្នជាតិនេះអីសូមអនុគ្រោះទៅប្រាក់លោកចឹងសូមលោកម្ចាស់ទទួលយកនៅទានរបស់ខ្ញុំព្រះអង្គនឹងប្រគិនទៅជាទានទាំងអស់នេះដល់បច្ចេកពុទ្ធណែលោកក៏ផាត់តាទៅយៈថាវិរវហាបូរាបរិបូរេតិសាក្រាំងនឹងគេថាបច្ចេកពុទ្ធណាតាណែអេវមេវេតោតិនទាំងពេតាទាំងឧបកបតិទៅរួចទៅលោកក៏យកចង្ហាន់ទាំងអស់នេះទៅកាន់ព្រៃភ្នំគាត់តែមានទៅញោមគាត់តែលោកយកទៅញោមឲ្យភាពអស្ចារ្យអ្នកស្រុកអ្នកភូមិគេឈរមើលគេពោពេញទៅដោយសេចក្តីត្រេកអរហើយបច្ចេកពុទ្ធហ្នឹងលោកយកចង្ហាន់ហ្នឹងលោកហោះឲ្យគេឃើញទៅបងទៅកាន់ព្រៃគាត់តែមានទៅដល់បច្ចេកពុទ្ធ500អង្គនៅជើងភ្នំព្រៃគាត់តែមាននោះទទួលយកនៅចង្ហាន់នឹងអស់500អង្គទៀតក៏អត់អស់ចង្ហាន់នឹងទៅទៀតអស្ចារ្យណាស់ញោមរហូតអ្នកស្រុកអ្នកភូមិគេសាទរគេត្រេកអរអនុមោទនាគេពោលសរសើរថាបរោះម្នាក់នេះគឺជាបរោះអស្ចារ្យក្នុងលោកខ្ញុំមិនដែលឃើញទេណាធ្លាប់តែគេធ្វើទានធម្មតាប៉ុន្តែបរោះកំសត់នេះធ្វើការឲ្យគេ3ឆ្នាំដើម្បីបាយមួយពេលអត់ហូបខ្លួនឯងយកទៅធ្វើជាទានបរោះម្នាក់នេះអស្ចារ្យណាស់ណោះខ្ញុំសូមអនុមោទនាបុណ្យអ្នកសាធុគ្រប់គ្នាឮសំឡេងកងរំពងដល់លោកសទ្ធិនៅកន្លែងអាស្រមរបស់ខ្លួនក៏មានការយល់ឃើញដែរបរោះកំសត់
ឲ្យសោយរៀកមួយថ្ងៃតិចរកកន្លែងអង្គុយហូបបាយឃើញនេះបានអ្នកស្រុកគេចំអកឮសំឡេងបន្តទៅស្ដាប់ច្បាស់ហើយញោមឲ្យអ្នកបំរើមកស៊ើបមើលតែរឿងនោះវារឿងអីចូលមកឃើញអ្នកស្រុកអ្នកភូមិគេត្រេកអរនៅទានរបស់បរិសកំសត់ដែលធ្វើការឲ្យលោកសន្ធិ3ឆ្នាំយកទៅធ្វើជាទានណាដល់ចឹងទៅគេត្រេកអរអនុមោទនាពោលសរសើរចឹងហើយលោកសន្ធិក៏ផ្ដល់តម្លៃឲ្យបរិសម្នាក់នឹងជាសទ្ធិមួយទៀតប៉ុណ្ណាឲ្យសោយរីជាសទ្ធិបាន2នាក់រាប់អានគ្នាអស់អាយុកាលពីនឹងទៅកើតទេវលោកចុងក្រោយមកកាន់នៅក្នុងសាសនាពុទ្ធព្រះសមណគោតមនេះអាយុកាល7ឆ្នាំទៅបួសបានសម្រេចធម៌ជាព្រះអរហន្តក្នុងលោកទៅបាត់ហើយញោមណែបរិសម្នាក់ហ្នឹងណាឈ្មោះថាសុខសាមណេរញោមណែទៅបរិនិព្វានបាត់ហើយអានិសង្ឃប៉ុណ្្នឹងអញ្ចឹងញោមបើយើងធ្វើទានទាំងឡាយកុំធ្វើឲ្យរួចតែពីដៃកុំធ្វើប្រគប់កិច្ចណាញោមក៏បីធ្វើទានដោយសទ្ធាដោយផតភៈទេកបរោះនេះណែឃើញទេបើគាត់ធ្វើទានដោយសទ្ធាអានិសង្ឃរបស់គាត់ធំធេងណាស់អញ្ចឹងបើយើងមានលោកឪពុកអ្នកមានគុណរបស់យើងហើយយើងបានធ្វើទានពេលវេលានេះយើងសម្រាប់ដើម្បីធ្វើជូនគាត់ហើយដូច្នេះក៏បីធ្វើទាននេះដោយសទ្ធាណាញោមដាក់តនេះប៉ុណ្ណេះហើយវិធីនៃការនាំទ្រព្យសម្បត្តិកុំយកគំរូតាមគាត់ថាសទ្ធិដើម្បីយកទ្រព្យសម្បត្តិទៅតាមខ្លួនបានគាត់ប្រមាថ2ទី1ប្រមាថអ្នកមានគុណរបស់ខ្លួនខាងដើមថាជាមនុស្សល្ងងមិនយកទ្រព្យសម្បត្តិទៅតាមខ្លួននេះទុកចោលណាអញ្ចឹងគាត់មានបំណងថាយកទ្រព្យសម្បត្តិទៅតាមខ្លួនទាំងអស់គឺគាត់យកទៅចាយវាយស៊ីផឹកអីណានៃហោហែទៅអស់ទ្រព្យសម្បត្តិហ្នឹងលាយទៅណាញោមហ្នឹងហើយអញ្ចឹងវិធីហ្នឹងគឺយកទ្រព្យសម្បត្តិហ្នឹងទៅអស់មែនប៉ុន្តែវាមានបានប៉ុននេះណាណែយកមកធ្វើទានដូចទានរបស់ផតភៈទេកបរោះនេះធ្វើការឲ្យគេ3ឆ្នាំបានទ្រព្យសម្បត្តិប៉ុណ្ណឹងយកទៅធ្វើទាននៅតែមានតម្លៃចុះបើទ្រព្យសម្បត្តិច្រើនដូចសទ្ធិយកទៅធ្វើទានមិនអស់ចាប៉ុណ្ណាទៅញោមណែញោមមកស្រុកខ្មែរយើងកន្លែងទៅធ្វើទានកកោកបុគ្គលដែលត្រូវធ្វើទានកកោកណែញោមមានស្រឡាញ់បុណ្យកុសលយើងធ្វើទៅសំជាមួយជីវិតយើងទៅតិចក៏ដោយច្រើនក៏ដោយសំខាន់យើងបានធ្វើបើមិនមែនសំខាន់យើងមានលុយសិនទេញោមកុំចាំមាននៅថ្ងៃណាមានថ្ងៃណាមានមើលអាមាននឹងវាមកប្រាប់ផងញោមបើអាមានជាសម្បត្តិទាំងឡាយនឹងវាមកប្រាប់សន្យាបានទេអញ្ចឹងមានប្រហែលធ្វើតាមនឹងហែទៅតម្រាំយើងអស់ជីវិតយើងបានធ្វើបានច្រើនដែរសំណាញោមសុខោបញ្ញសឧច្ចយោសំទៅបុណ្យណែសំទៅបុណ្យនឹងមិនបាត់ទៅណាទេបុណ្យបោកបុណ្យមិនចេះបាត់ទេបាបគួរបាត់កំបើករឿងបានរឿងបងគង់តែកម្រាស់ណែរៀបច្បងគួរលើកហាត់បូជាហ្នឹងឯងញោមអញ្ចឹងយើងគ្រប់គ្នាទាំងអស់ក៏បីជ្រះថ្លានៅកុសលផលបុណ្យពធទេសនាលើកឡើងមកជូនញាតិញោមពុទ្ធបរិស័ទប្រមាណប៉ុណ្ណេះបើសំគូតាមពេលវេលាលើសលួសក៏ខុសដោយប្រការណាសំខាន់តៃអធិស្ស្រ័យចុងក្រោយនេះលើកពីអានិសង្ឃកតញ្ញូដែលកូនប្រុសស្រីទាំងឡាយបានប្រពធ្វើជូនអ្នកមានគុណរបស់ខ្លួននេះថាកិច្ចដែលកូនចៅបានបំពេញបានធ្វើទាំងអស់នេះរមែងទទួលបាននៅអានិសង្ឃ5យ៉ាងដែលយើងដឹងថាលោកឪពុកអ្នកម្ដាយយើងជាអ្នកមានគុណហ្នឹងណែជាម្លប់ជាអ្នកបង្កើតយើងជាអ្នកបណ្ដោះយើងមកហ្នឹងបើទី1កុសលាមូលតាឈ្មោះថាកូនប្រុសស្រីទាំងឡាយទាំងអស់នេះរមែងទទួលបាននៅគ្រឹះនៃសេចក្តីសុខបើគ្រឹះធំណាស់សេចក្តីសុខនឹងធំធេងណាស់រកពិពណ៌នាពុំអស់ឡើយទី2បធានតាជាប្រធានបារមីទី3បញ្ញាវិវត្តនោចម្រើនទៅដោយពូជគឺអានិសង្ឃច្រើនទី4បាត់អបាយភូមិ4បាននរកប្រែតអសុរកាយតិរិឆានអត់ទៅកើតទេបើអានិសង្ឃកតញ្ញូនឹងខាំងយើងមិនឲ្យទៅកាន់អបាយភូមិទេដល់ទៅទី5សម្រាប់បានសម្បត្តិមនុស្សទេវតានឹងបានទៅកាន់ព្រះនិព្វានណែដោយគុណធម៌ដោយសេចក្តីល្អដោយបុណ្យដែលកូនប្រុសស្រីទាំងឡាយលះបង់បំពេញធ្វើអញ្ចឹងក៏បីធ្វើដោយសទ្ធាជ្រះថ្លាបានបុណ្យកុសលនឹងច្រើនពេញបរិបូរណ៍ណាយើងយកបទពិចារណាប៉ុណ្ណឹងណាញោមណាបើអញ្ចឹងព្រះសទ្ធម្មវិសេសទេសនាដែលអាត្មាភាពលើកឡើងមកប្រមាណប៉ុណ្ណេះសំគូតាមពេលវេលានឹងបញ្ចប់តែមុននឹងបញ្ចប់ក៏សូមប្រម៉ែប្រមូលនៅកងការមហាកុសលទាំងឡាយដែលកើតអំពីកុសលធនធម្មទាននេះលើកឡើងដើម្បីនឹងអត់ទៅជូនទៅដល់រាល់បុព្វការីជនញាតិការរបស់លោកអ្នក
ម្ចាស់ទានប្រធានផ្ដើមនៅកម្មវិធីបុណ្យបើបានប្រពឡើងនៅក្នុងទីនេះបើមានលោកតាទួនឡៃជាអធិបតីក្នុងកិច្ចពិធីខួបណា6ថ្ងៃស្អែកជាថ្ងៃគម្រប់7បើទាំងអស់នេះក៏សូមលោកតាអនុមោទនាដោយកសលផលបុណ្យនឹងជូនដល់យេតិកាទាំង7សន្តានបើដែលជាក្រុមញាតិរបស់លោកអ្នកម្ចាស់ទានអនុមោទនាបើបានអនុមោទនាហើយកសលផលបុណ្យទាំងអស់នេះក៏សូមយឹតយោងជ្រុងស្ទួយបរិសន្ធិវិញ្ញាណរបស់បុព្វការីជនយេតិការបស់លោកអ្នកម្ចាស់ទានបានទៅកាន់សុគតិភពតែម្យ៉ាងកងការមហាកុសលទាំងអស់នេះលើកឡើងដើម្បីថ្វាយដល់ទេវតាទាំងឡាយមានភូមិទេវតារុក្ខទេវតាអាកាសទេវតាបរពតទេវតានទីទេវតាយានទេវតាទាំងអស់សូមពពួកទេវតាទាំងអស់បានអនុមោទនានៅកុសលផលបុណ្យទាំងអស់នេះបើបានអនុមោទនាហើយទេវតាទាំងឡាយបែបភៈងាកក្រើយឲ្យពើឲ្យជ័យសពសាធកាទាំងឡាយកើតមានដល់អស់លោកសាទសពរោះជាពិសេសលោកអ្នកម្ចាស់ទានប្រធានផ្ដើមកម្មវិធីបុណ្យនេះសូមឲ្យគេបានជួបតែសេចក្តីសុខសេចក្តីចម្រើនសុភមង្គលចាប់ពីថ្ងៃនេះតរៀងទៅអាយ៉ាងធម្មទេសនារីបឋមសេទេសនានេះសមតាសន្មតថាបញ្ចប់តែប៉ុណ្ណេះអេវ៉ាំង